បាទសម្រាប់បងដែលប្រើជាមួយនឹង app ESTV បាទទូ ES របស់ខាងពួកយើងណាគឺអាសាចូលអាប់ដេតដើម្បីទទួលបានប៉ុសថ្មីផងសម្រាប់ដុំមួយចំនួនខ្ញុំដាក់ auto update ជូនតែសម្រាប់បងខ្លះខ្ញុំដាក់ឲ្យវាមួយសប្តាហ៍ឲ្យវា update ម្ដងបាទដោយសារកុំឲ្យចូលម្ដងបងប្រាប់ថាវាវិល update យូរអញ្ចឹងណាអញ្ចឹងបងអាចធ្វើអញ្ចេះបានបាទអាចធ្វើការចូលទៅ refresh ប៉ុសខ្លួនឯងបានព្រោះពេលខ្លះខ្ញុំដាក់ទៅភ្លាមវាអត់ទាន់ចូលដុំអ្នកនរគ្នាភ្លាមទេដោយសារវាអត់ទាន់ដល់កំណត់ update អញ្ចឹងដើម្បី update អត់ពិបាកទេបាទ refresh គេហៅថា refresh ប៉ុសអញ្ចឹងបងចូលទៅក្នុង app ESTV របស់យើងណាបាទបើក្នុងជាករណីវាចូលទៅបាទវាចេញប៉ុសផ្សេងបែបនេះណាវាចេញមកចេញប៉ុសបែបនេះអ្នកនរគ្នាចុចត្រឡប់បាទចុច back មួយបាទចុច back ដើម្បីឲ្យវាចេញមកបែបនេះយើងមានប៉ុសខ្មែរប៉ុសអីផ្សេងហើយបងនឹងឃើញ tray 3នៅចំណុចខាងផ្នែកខាងលើស្ដាំបាទអញ្ចឹងអតិជនចុចទៅខាងលើហើយចុចមកខាងស្ដាំដើម្បីមកដល់ tray 3ហ្នឹងយើងចុច OK ណាបាទបន្ទាប់មកបងនឹងឃើញពាក្យថា refresh ហើយនឹង short អញ្ចឹងបងចុច OK លើ refresh នេះមកអញ្ចឹងបងឃើញវា loading ដើម្បីចាប់ប៉ុសថ្មីចូលហើយបាទបងអាចធ្វើបែបហ្នឹងទៅដើម្បីទទួលបានប៉ុសថ្មីដែលខាងពួកយើង update ជូនបងណាបាទទាំងប៉ុសជាតិប៉ុសអន្តរជាតិបាទប៉ុសកីឡារឿងនិយាយខ្មែររឿងចេញល្បីអីហ្នឹងគឺវានឹងចូលទៅដល់ដុំបងលឿនបាទអូខេអញ្ចឹងនៅពេលដែលចូលមកហើយគឺយើងអាចមើលបានធម្មតាណាបាទបងចង់បាទមើលប៉ុសអីបាទយើងចុចទៅលើប៉ុសដែលបងចង់មើលបងចង់មើលរឿងបាទចុចទៅលើរឿងដែលបងចង់មើលអញ្ចឹងទៅបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូនេះបាទខ្ញុំមកប្រាប់ពីរបៀប refresh ប៉ុសហើយមួយទៀតសម្រាប់រឿងចេញថ្មីនេះបងចង់មើលរឿងអីប្រាប់ខ្ញុំណាខ្ញុំនឹងដាក់បញ្ចូលទៅក្នុង app បាទជូនបងអាចមើលបានអញ្ចឹងចូលទៅក្នុង app ESTV បាទប៉ុសទូរទស្សន៍ ES បងនឹងទទួលបានជាមួយនឹងរឿងនៅខាងលើនេះតែម្ដងរឿងដែលបងស្នើសុំណាបាទអញ្ចឹងមានប៉ុណ្ណឹងអរគុណបងឆ្ងល់អីសួរបន្ថែមបាន